សៀមកំពុងតែលក់មុខប្រទេសខ្លួនឯងហើយទងជាតិដ៏មានតម្លៃរបស់ខ្លួនយកទៅដោតលើធុងអាចអោសៀមអុយសៀមកុសស្អាតអីកូមានគំនិតអាក្រក់យ៉ាងនេះបច្ចុប្បន្ននិយមមួយចំនួនទូចមិនមែនទាំងអស់ទេណាគឺមានគំនិតអាក្រក់ណាស់អានេះហ่ะនរកធ្លាក់8ជាន់អីក៏អាក្រក់ម្លេះការប្រពុតសាសនាដូចគ្នាសោះបែរជាមានគំនិតសាហាវខូខើដឹកអាចទាំងឡានយកមកចង់ជះលើប្រជាជនខ្មែរទៅមិនរួចទេអានាងនរកស៊ីក្បាលខួរឯងអស់ហើយខ្ញុំនិយាយនេះមិនមែនបពប្រឆាំងទេតែខ្ញុំជឿចាប់ពេលដែលឃើញវាដឹកអាចមកហើយវាបង្ហោះនៅតាមអនឡាញឲ្យគេឃើញថាវាអស្ចារ្យវាកំពុងតែលក់មុខប្រទេសខ្លួនវាហើយថៃហើយវាយកទង់ជាតិថៃរបស់វាហ្នឹងយកដោតលើធុងអាចសមអីសមម៉េះហើយអានមេដឹកនាំហ្នឹងគេហៅថាមេដឹកនាំអាចទៀតសមអាខ្ញុំឲ្យមេដៃមួយហ្មងប៉កែណាសៀមថៃថោកទាបបំផុតដើម្បីចង់ឈ្នះប្រជាជនខ្មែរសុកចិត្តដឹកអាចដង្ហែ 3-4 ឡានហើយយកទង់ជាតិដ៏មានតម្លៃរបស់ខ្លួនវាហ្នឹងទៅដោតលើធុងអាចហើយអត់មានអាណិតប្រទេសខ្លួនឯងទេអានេះមិនមែនទុកជាប្រវត្តិសាស្ត្រល្អទេអានេះប្រវត្តិសាស្ត្រអាក្រក់គំនិតអាក្រក់ម៉េះថានៅក្នុងរឿងកុនទៅសម្ដែងបានល្អអានេះនៅក្រៅឆាកសម្ដែងបានល្អខ្លាំងជាងនៅក្នុងឆាកទៅទៀតសៀមអីក៏ប្រកែមកសៀម